គុំស្ដីបន្ទោសកុមារខណៈពេលដ៏ផ្អែមល្ហែមទាំង5នេះឲ្យសោះ1ភ្លាមបន្ទាប់ពីពួកគេភ្ញាក់ពីគេងនៅពេលព្រឹកស្មារតីនិងរាងកាយរបស់ពួកគេគឺកំពុងតែស្ថិតនៅក្នុងដំណាក់កាលនៃការភ្ញាក់ពីគេងការស្ដីបន្ទោសភ្លាមនោះនឹងធ្វើឲ្យពួកគេផ្សារភ្ជាប់ព្រឹកព្រលឹមរបស់ពួកគេទៅនឹងការភ័យខ្លាចជំនួសឲ្យក្តីស្រឡាញ់2មុនពេលទៅសាលារៀនពេលព្រឹកគឺជាពេលដែលបេះដូងកុមារតូចៗរបស់ពួកគេមានសម្ពាធរួចទៅហើយសម្ដីរបស់អ្នកនឹងកំណត់អារម្មណ៍សម្រាប់ថ្ងៃទាំងមូលរបស់ពួកគេ3ខណៈពេលដែលពួកគេទើបតែមកពីសាលារៀនវិញពួកគេបានទប់អារម្មណ៍ជាច្រើនពេញមួយថ្ងៃនៅឯសាលាសូមផ្ដល់ការសម្រាកសម្រាប់ពួកគេដកដង្ហើមគឺមិនមែនផ្ដល់ការដាក់ទោសកំហុសនោះទេ4ក្នុងអំឡុងពេលដែលពួកគេកំពុងតែយំទឹកភ្នែកមិនមែនជាការសម្ដែងដើម្បីបង្គាប់បញ្ជាអ្នកនោះទេវាគឺជាអារម្មណ៍ដែលហៀហូរខ្លាំងពេកអ្វីដែលពួកគេត្រូវការគឺភាពស្ងប់ស្ងាត់របស់អ្នកមិនមែនការត្រួតត្រាឬស្ដីបន្ទោសថែមទៀតនោះទេ5មុនពេលចូលគេងខួរក្បាលរបស់ក្មេងៗនឹងចងចាំអារម្មណ៍ចុងក្រោយនៃថ្ងៃនេះសូមឲ្យអារម្មណ៍ចុងក្រោយរបស់ពួកគេគឺជាសុវត្ថិភាពមិនមែនជាភាពអាម៉ាស់ដោយការស្ដីបន្ទោសនោះទេការអប់រំពិតប្រាកដមិនមែនជាការបញ្ចេញកំហឹងឲ្យត្រូវពេលនោះទេក៏ប៉ុន្តែវាគឺជាការការពារបេះដូងរបស់ពួកគេហើយជាពិសេសនៅពេលដែលបេះដូងរបស់ពួកគេកំពុងតែទន់ជ្រាយប្រសិនបើលោកអ្នកជឿជាក់ទៅលើការចិញ្ចឹមកូនដោយក្តីស្រឡាញ់សូមលោកអ្នកចែករំលែកសារទាំងនេះទៅកាន់អាណាព្យាបាលដទៃទៀតឲ្យបានដឹងផង